ខ្ញុំសូមនមស្ការចំពោះប្រតនត្រ័យទាំង3ដោយក្តីគោរពព្រមទាំងសូមគោរពញាតិពធទាំងអស់ដោយក្តីគោរពថ្ងៃនេះខ្ញុំសូមពន្យល់ពាក្យនៅវិបស្សនាដល់ញាតិពធទាំងឡាយសម្រាប់អ្នកដែលមានឧបនិស្ស័យពាក្យថាវិបស្សនានឹងអ្នកដែលកើតឬក៏អ្នកដែលចម្រើននៅវិបស្សនានឹងមានលក្ខណៈយ៉ាងម៉េចសង្ឃឹមថាញាតិពធទាំងឡាយស្ដាប់ហើយពិចារណាឲ្យបានជាចំណេះឬក៏បានជាបញ្ញាកាលណាបើយល់នៅធម៌នឹងមិនច្បាស់ទេមិនអាចសម្រេចជាលទ្ធផលបានទេគឺមិនអាចទេសាសនានេះគឺត្រូវការឲ្យអ្នកយល់នៅសភាវៈច្បាស់ហើយដាច់ច្បាស់ហើយដាច់បើនេះថាអត់សង្ស័យទេណាយល់សភាវៈយ៉ាងណាគឺយ៉ាងនោះអត់មានប្រឡំទេទើបអាចសម្រេចមគ្គផលបានហើយបើសិនជាស្ដាប់ខ្ញុំយល់ហើយអាចធ្វើតាមបានអ្នកនោះមិនចាំបាច់វិលវល់ឬក៏លិចអណ្ដែតនៅក្នុងវដ្តសង្សារទេប្រកាសជាមានទីបំផុតហើយក៏អាចនិយាយថាឋានកណ្ដាលយើងនេះប្រហែលជាជាតិចុងក្រោយបើសិនជាមិនអាចសម្រេចជាន់ខ្ពស់បានក៏អាចទៅសង្ងំនៅឋានទេវលោកណាមួយហើយក៏ចម្រើនបន្តរហូតដល់សម្រេចអរហន្តយ៉ាងខ្ញុំពន្យល់ពាក្យថាវិបស្សនាប្រែមកខ្មែរថាការឃើញសភាវៈទៅតាមសេចក្តីពិតតើឃើញសភាវៈទៅតាមសេចក្តីពិតនោះគឺឃើញយ៉ាងម៉េចខ្ញុំឧទាហរណ៍មួយឧទាហរណ៍ថាធម៌ទាំងឡាយគឺជាអនត្តាធម៌ទាំងឡាយសុទ្ធតែជាអនត្តាតែអ្នកទាំងឡាយយល់អញ្ចឹងអត់ពិចារណាឃើញថាធម៌ទាំងឡាយជាអនត្តាអត់ហេតុអីបានថាធម៌ទាំងឡាយជាអនត្តាមិនមែនជាខ្លួនយើងព្រោះធម៌ទាំងឡាយដែលមាននៅក្នុងលោកយើងនេះណាមិនមែនអ្នកណាមានអំណាចគ្រប់គ្រងឬក៏បញ្ជាហួងហែងនៅធម៌ទាំងអស់នោះបានគឺមានហេតុមានបច្ច័យគ្រប់គឺវាកើតហើយអស់ហេតុអស់បច្ច័យដល់ពេលកំណត់វានឹងបែកធ្លាយទៅវិញដូចជាមនុស្សយើងអញ្ចឹងកើតមកហើយក៏បែកធ្លាយទៅវិញពុទ្ធប្រៀបធៀបមនុស្សយើងដូចជាដុំពពុះទឹកណាប៉ងបែកគឺវាមិនស្ថិតក្រោមការគ្រប់គ្រងរបស់នរណាមិនស្ថិតក្រោមការគ្រប់គ្រងរបស់នរណាហើយនឹងហើយឈ្មោះថាជាអនត្តាវាមិនមែនជាខ្លួនយើងបើអ្នកទាំងឡាយពិចារណាឃើញសភាវៈធម៌របៀបនេះថាធម៌ទាំងឡាយជាអនត្តាដូចដែលខ្ញុំបានរៀបរាប់របៀបនេះឈ្មោះថាការពិចារណាឃើញសភាវៈទៅតាមសេចក្តីពិតហើយកន្លែងហ្នឹងគឺពិចារណាឃើញសភាវៈទៅតាមសេចក្តីពិតហើយនៅពេលដែលពិចារណាឃើញរបៀបនេះចិត្តនឹងវានឹងធ្វើការហើយនៅពេលដែលចិត្តធ្វើការចិត្តនោះនឹងធ្លាក់ឬក៏ស្រត់ចុះនៅការប្រកាន់មមនៅក្នុងធម៌ទាំងឡាយឬក៏នៅក្នុងកាយយើងនេះណាវាស្រត់ចុះធ្លាក់ចុះទៅតាមដំណើរហ្នឹងទៅតាមលំដាប់បើសិនជាចិត្តនោះអស់ការប្រកាន់នៅក្នុងកាយនេះឬក៏នៅក្នុងធម៌ទាំងឡាយថាជាខ្លួនយើងថាវាត្រឹមតែជាធម៌ឬក៏ត្រឹមតែជាអនត្តាទោះបីជាវាជួបរឿងបែបណាក៏ចិត្តនោះមិនបានប្រតិកម្មតបនឹងរឿងទាំងអស់នោះទេគឺនៅជាឧបេក្ខាគឺនៅកណ្ដាលគឺនៅជាកណ្ដាលចិត្តរបៀបនេះឈ្មោះថាអ្នកកំពុងតែបដិបត្តិធម៌ហើយបដិបត្តិធម៌របៀបនេះគឺអ្នកកំពុងតែនៅគៀកកិតព្រះនិព្វានហើយអ្នកទាំងឡាយ
ស្ដាប់យល់ទេបើអ្នកទាំងឡាយស្ដាប់យល់អាចបប្រតិបត្តិរបៀបនឹងបានកាលណាបប្រតិបត្តិបានអ្នកទាំងឡាយនឹងដឹងខ្លួនឯងថាយ៉ាងម៉េចគឺដឹងហើយអញ្ចឹងបើសិនជាអ្នកទាំងឡាយយល់បប្រតិបត្តិបានអ្នកទាំងឡាយមិនចាំបាច់វល់ឬក៏មកកើតស្លាប់បន្តទៅទៀតច្រើនជាតិនោះទេគឺមិនចាំបាច់ទេឋានកណ្ដាលយើងនេះអ្វីត្បិតថាវាសម្បូរសពគ្រប់ប៉ុន្តែវាក៏ជាឋានមួយដែលបើសិនជាគ្មានព្រះបានត្រាស់ប្រាប់ឬក៏បង្ហាត់នោះទេយើងច្បាស់ជាពង្វេងឬក៏លិចលង់នៅក្នុងនឹងគ្មានទីបំផុតទេតែឥឡូវយើងមានធម៌ព្រះអង្គហើយព្រះអង្គប្រាប់អស់ហើយផ្លូវដែលត្រាស់ដឹងផ្លូវដែលសម្រេចមគ្គផលផ្លូវដែលរួចផុតចាកទុក្ខគឺផ្លូវដែលទៅដល់និព្វានព្រះអង្គប្រាប់អស់ហើយយើងគ្រាន់តែសិក្សារៀនសូត្រតាមហើយបដិបត្តិតាមព្រះអង្គអ្វីប្រកាសជាបានសម្រេចដោយព្រះអង្គអញ្ចឹងវាងាយស្រួលខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំបានពោលខាងលើញាតិពធទាំងឡាយនឹងស្ដាប់យល់ហើយអាចយកទៅប្រើប្រាស់បានជាប្រយោជន៍ចុះខ្ញុំសូមថ្វាយបង្គំនិងសូមគោរពលា